Cristiano Ronaldo កើតនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ1985នៅកោះ Madeira ប្រទេសប៉ូទុយហ្គាល់គាត់ត្រូវបានគេទទួលស្គាល់ថាជាកីឡាករបាល់ទាត់ដែលសមត្ថភាពខ្ពស់បំផុតនៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះកាលពីតូចគាត់ចូលចិត្តលេងបាល់ទាត់ណាស់ហើយតែងតែបង្ហាញសមត្ថភាពបានល្អជាងមិត្តរួមក្រុមអាស្រ័យលើសមត្ថភាពដ៏អស្ចារ្យរបស់គាត់និងអាយុ12ឆ្នាំគាត់បានទៅរៀនលេងបាល់ទាត់នៅទីក្រុង Lisbon ដើម្បីបន្តក្តីស្រឡាញ់របស់គាត់បន្ទាប់មកនៅអាយុ17ឆ្នាំ Ronaldo បានចាប់ផ្ដើមលេងជាកីឡាករអាជីពជាមួយក្លឹប Sporting Lisbon ក្រោយមកនៅឆ្នាំ2003គាត់ត្រូវបាន Manchester United ទិញយកទៅចូលរួមក្រុមនៅទីនោះគាត់បានបង្ហាញទម្រង់លេងបានល្អខ្លាំងណាស់គាត់ជួយក្លឹបឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League និង Champions League នៅឆ្នាំ2009 Ronaldo បានផ្លាក់ទៅក្លឹប Real Madrid ប្រទេសអេស្ប៉ាញនៅទីនោះគាត់កាន់តែបង្ហាញទម្រង់លេងបានល្អជាងនៅ Manchester United ទៀតគាត់ស៊ុតបានជាង450គ្រាប់សម្រាប់ Real Madrid ហើយជួយក្លឹបឈ្នះពាន Champions League ដល់ទៅ4ដងឯណោះក្រោយមកគាត់បានទៅលេងឲ្យ Juventus នៅអ៊ីតាលីហើយត្រឡប់មកលេងជាមួយ Manchester United ម្ដងទៀតបច្ចុប្បន្នគាត់លេងឲ្យក្លឹប Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីតគួរបញ្ជាក់ថាក្រៅពីជាកីឡាករដ៏ល្អRonaldo ក៏ជាអ្នកដឹកនាំក្រុមជម្រើសជាតិប៉ូទុយហ្គាល់ម្នាក់ផងដែរគាត់បានជួយឲ្យក្រុមឈ្នះពាន Euro 2019 និង Nations League 2019សរុបមក Ronaldo ត្រូវបានគេស្គាល់ថាជាកីឡាករម្នាក់ដែលមានការខិតខំខ្លាំងមានវិន័យខ្ពស់និងមិនចេះបោះបង់ងាយៗនោះឡើយ